Morning មកទាំងអស់គ្នាមើលមុខអ្នកធ្វើម្ហូបឲ្យហើយទៅគឺងើបយឺតថ្ងៃនេះយើងមានមុខម្ហូបមួយគឺឆាផ្កាស្ពៃជាមួយនឹងគ្រឿងសមុទ្រចឹងដំបូងឡើយគឺអត់មានអីច្រើនទេគឺយើងហាន់បន្លែរបស់យើងជាដុំមកកន្លងពេលហាន់បន្លែហ្នឹងយើងដាំទឹកឲ្យពុះទៅយើងស្រោះស្ពៃហ្នឹងបន្តិចបានហើយកុំស្រោះយូរពេកខ្លាចរលួយណាចឹងដាក់វាមកពុះហើយបោកនឹងឲ្យខ្លាំងស្រង់ចេញដាក់ទឹកត្រាំឲ្យត្រជាក់តិចទៅបន្តមកយើងចាំធ្វើគ្រឿងបន្តគ្រឿងរបស់យើងមានច្រើននេះស្លឹកខ្ទឹមម្ទេសហើយនឹងខ្ទឹមសរបស់យើងច្រាំឲ្យម៉ត់ទៅសម្រាប់យើងពងឆាចឹងម្ហូបយើងអត់មានអីត្រូវពិបាកទេតែម្ហូបនេះវាលឿនដែរវាងាយស្រួលណាហ្នឹងយើងច្រាំដាក់ខ្ទឹមរបស់យើងឲ្យតែម៉ត់ទៅបន្តមកដាក់ខ្លាំងដាក់ខ្ទឹមពងចូលទៅហើយគ្រឿងរបស់យើងដំបូងអត់មានអីពិបាកទេយើងដាក់ស្ករចូលសិនដើម្បីឲ្យឡើងពណ៌ក្រហមហើយយើងចាប់ដើមចាក់ទឹកត្រីចូលទៅហើយយើងឡើងជើងប្រងតិចទៅចាំយើងដាក់ជាមួយនឹងសាច់របស់យើងហើយដាក់ទឹកត្រីឈ្ងុយសិនណាបងហើយដាក់គ្រឿងល្មងកំប៉ុងទៅយកខ្លោចហើយដាក់គ្រឿងសមុទ្ររបស់យើងចូលទៅយើងមានតាគៀមានមឹកអីតាមយើងចូលចិត្តចង់ដាក់ប្រហិតអីទៅក៏បានដែរម្ហូបនេះងាយស្រួលហ្នឹងហើយដាក់គ្រឿងតទៅមានដូចជាប្រេងខ្យងទឹកស៊ីអ៊ីវទឹកម្ទេសហើយនឹងប៊ីចេងរ៉ូទីតិចមកតាមរសជាតិដែលយើងចូលចិត្តហើយយើងឆាចឹងយើងចាប់ផ្ដើមឆាជាមួយនឹងគ្រឿងសមុទ្រហ្នឹងទៅវាចាប់ផ្ដើមចេញទឹកហើយប៉ុន្តែបើសិនជាយើងមានអារម្មណ៍ថាយើងខាត់ពេកថែមទឹកយើងតិចទៅណាហើយបន្ទាប់មកដាក់បន្លែរបស់យើងចូលបន្លែនេះកុំដាក់យូរពេកដោយសារយើងស្រោះឲ្យម្ដងហើយអញ្ចឹងយើងគាត់ដាក់ឲ្យវាចូលជាតិបន្ទាប់មកគ្របទុកមកកំពុះទៅបានហើយដាក់ម្រេចទឹកខ្ទឹមម្ទេសរបស់យើងហើយជាការស្រេចអូខេអរគុណច្រើនសម្រាប់ការទស្សនាដែលចូលចិត្តអាចធ្វើតាមបានអរគុណ